ថ្ងៃនេះអង្គុយសក់ឮសូរសំឡេងហាវខ្ញុំអញ្ចឹងណាពុកម៉ែបងប្អូនហើយខ្ញុំក៏ស្ដាប់ដើមតិចរបស់ខ្ញុំចាប់ដើមទៅផ្ទៀងស្ដាប់ចំអំពីប្រភពសំឡេងនោះគឺតាមការពិតគឺជាសំឡេងបងថ្លៃរបស់ខ្ញុំហាវខ្ញុំឲ្យយកពោតយកទៅស្ងោរអញ្ចឹងណាហើយក៏ខ្ញុំមកដឹងជាសំឡេងមិនដំបងស្ដាប់អត់តាន់អញ្ចឹងណាពុកម៉ែបងប្អូនហើយពោតនេះផងដែរគឺគាត់បានតែងគេមួយបេមកមួយបាវអញ្ចឹងណាពុកម៉ែបងប្អូនតែបើតាមតំបន់បងប្អូនហៅបេឬក៏បាវឬក៏ការ៉ុងឬអីចឹងតាមតំបន់នីមួយទេពុកម៉ែបងប្អូនចាហើយបន្តមកខ្ញុំយកត្រឹមតែ2 3 4ទេពុកម៉ែបងប្អូនហើយយកមកគួយបកយកតែម្ដងពុកម៉ែបងប្អូនចាហើយគឺខ្ញុំបក1សតប់2សតប់3សតប់ហ្នឹងដើម្បីងាយស្រួលសម្រាប់ខ្ញុំយកទៅស្ងោរទៅឆាប់ឆ្អិនតែម្ដងពុកម៉ែបងប្អូនចាហើយទម្រាំនៃការបកបាន1សតប់ហ្នឹងគឺយូរដែរណាពុកម៉ែបងប្អូនដោយសារដៃរបស់ខ្ញុំគឺកាន់អត់សូវជាប់ទេពុកម៉ែបងប្អូនចាគឺសកម្មភាពមួយទេពុកម៉ែបងប្អូនចាគឺអត់បានលឿនដូចគេទេចាអញ្ចឹងតម្រាំតែបានមួយហ្នឹងពុកម៉ែបងប្អូនអើយបកចុះបកឡើងនឹងតម្រាំតែរួចរាល់អីចឹងណាពុកម៉ែបងប្អូនចាហើយសបកនោះក៏មិនមែនយកចោលទេពុកម៉ែបងប្អូនចាសបកនោះគឺទុកម្ដុំសម្រាប់ទុកឲ្យកូស៊ីកូអីចឹងទៅណាពុកម៉ែបងប្អូនចាពីព្រោះយើងមានសត្វចិញ្ចឹមចឹងណាយើងផ្សំគ្នាលេឡំគ្នាជាមួយនឹងមានស្មៅអីចឹងទៅពុកម៉ែបងប្អូនចាយើងមិនអាចយកទៅចោលបានទេព្រោះយើងចិញ្ចឹមសត្វប្រឡត់អីចឹងណាពុកម៉ែបងប្អូនចាហើយការបកពោតរបស់ខ្ញុំគឺបកនៅខាងក្រោយផ្ទះរបស់ខ្ញុំតែម្ដងពុកម៉ែបងប្អូននៅកន្លែងខ្ញុំធ្វើបាយធ្វើម្ហូបអីចឹងណាពុកម៉ែបងប្អូនចាបន្ទាប់មកខ្ញុំក៏បកបានរួចរាល់អស់ហើយអញ្ចឹងតាមតម្រូវចិត្តរបស់ខ្ញុំដែលចង់បានអញ្ចឹងខ្ញុំក៏ចាប់ដើមយកទៅស្ងោរជាមួយនឹងឆ្នាំងជាមួយអីលេឡំជាមួយដាក់ទឹកដាក់អីអញ្ចឹងទៅហើយក៏បន្តមកយើងក៏បង់អំបិលបន្តិចដើម្បីឲ្យវាមានរសឲ្យជារសឆ្ងាញ់អញ្ចឹងណាពុកម៉ែបងប្អូនចាហើយការស្ងោររបស់ខ្ញុំគឺស្ងោរតាពី3នាទីទីប្រហែលជាវាឆ្អិនហើយពុកម៉ែបងប្អូនចាហើយបន្តមកឃើញថាពោតរបស់យើងគឺចាប់ដើមឆ្អិនហើយក៏ខ្ញុំបានដួសដាក់កញ្ច្រៃមួយសម្រាប់ទឹកហូបអញ្ចឹងទៅហើយដើម្បីកុំឲ្យវាក្តៅពេកខ្ញុំទុកឲ្យត្រជាក់មួយអន្លើអីចឹងណាពុកម៉ែបងប្អូនចាហើយការហូបរបស់ខ្ញុំនេះក៏មិនមែនហូបនៅទីណាទេគឺខ្ញុំហូបនៅមុខផ្ទះតែម្ដងពុកម៉ែបងប្អូនចាកន្លែងនេះចឹងពុកម៉ែបងប្អូនព្រោះអីកន្លែងនោះត្រជាក់ស្រួលអីចឹងណាហើយយើងញ៉ាំលើកនេះក៏អត់មានការចូលរួមពីក្មួយខ្ញុំទេដោយសារក្មួយខ្ញុំអត់នៅផ្ទះទេចាអញ្ចឹងមានណាម៉ាក់មីងនេះគិតតែពំយកហូបតែម្នាក់ឯងទេពុកម៉ែបងប្អូនដើម្បីជាមួយបុកផ្សំជាមួយនឹងកម្ដៅហុយអីចឹងទៅជាប់ចិត្តឆ្ងាញ់តែម្ដងពុកម៉ែបងប្អូនចាយើងឃើញថាពោតរបស់យើងខ្ញុំខំម្ដងបន្តិចចិត្តអស់ហើយពុកម៉ែបងប្អូនគឺតែមួយទេពុំមួយហ្នឹងបានន័យថាគឺវាឆ្អែតអីពុកម៉ែបងប្អូនចឹងយើងមិនអាចហូប2ឬ3អីតទៀតទេពុកម៉ែបងប្អូនចាមានវាផ្អែមវាឆ្ងាញ់វាលាយឡំជាមួយនឹងការបងអំបិលជាទូទៅយើងធ្វើអីក៏ដោយយើងត្រូវមានដាក់អំបិលខ្លះហើយមែនទេពុកម៉ែបងប្អូនចាសូម្បីតែស្ងោរដលងស្ងោរអីចឹងទៅក៏គេត្រូវមានការបងអំបិលដើម្បីឲ្យលាយឡំគ្នាចូលជាតិអីចឹងណាពុកម៉ែបងប្អូនចា